បាទសួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញមិត្តភក្តិទាំងអស់គ្នាអំពីការបង្កើត ID Apple Free នៅលើ device វិញម្ដងបាទការបង្កើត ID Apple Free នៅលើ device មានភាពងាយស្រួលជាងការបង្កើតនៅលើ computer ហើយសូមបញ្ជាក់មិត្តភក្តិទាំងអស់គ្នាផងដែរថាការបង្កើត ID Apple នៅលើ iPhone ឬក៏ iPad របស់លោកអ្នកគឺអាចបង្កើត iPhone មួយឬក៏ iPad របស់លោកអ្នកមួយគឺអាចបង្កើត ID Apple បានតែចំនួន5ទេបាទគឺចំនួន free ទៅចំនួន5ទេបាទបើលើសពីនឹងគឺមិនអាចបង្កើតបានទេប៉ុន្តែថ្ងៃនេះខ្ញុំសូមបង្កើត ID ជាឧទាហរណ៍មួយទេមិនមែនយកជាការអីទេគ្រាន់តែជាបង្កើតបង្ហាញជូនដល់មិត្តភក្តិទាំងអស់គ្នាតែប៉ុណ្ណោះបាទដូច្នេះសូមទស្សនាខ្ញុំនឹងបង្ហាញជូនដូចទៅបាទជាដំបូងចូលទៅក្នុង setting ហើយចូលទៅក្នុង iCloud ហើយคลิกលើពាក្យ get a new Apple ID ហើយមិត្តភក្តិទាំងអស់គ្នាជ្រើសរើសថ្ងៃខែឆ្នាំកំណើតចំពោះថ្ងៃខែឆ្នាំកំណើតនេះយើងដាក់ថ្ងៃខែឆ្នាំកំណើតក៏បានណាក៏បានដែរតែយើងចង់បានក៏ប៉ុន្តែសំខាន់គឺយើងត្រូវចាំព្រោះថាថ្ងៃក្រោយបើសិនជាយើងចង់ដូរ password ទាមទារឲ្យយើងបញ្ជាក់នៅថ្ងៃខែឆ្នាំកំណើតនេះវិញបើយើងអត់ចាំថ្ងៃខែឆ្នាំកំណើតនេះទេយើងពិបាកនៅក្នុងការដូរ password បាទហើយคลิกទៅពាក្យ next ហើយខ្ញុំបង្កើតជាឧទាហរណ៍ទេបាទចំណុចនេះคลิกជាពាក្យ get a free iCloud email address ហើយ file នៃ email ដែលយើងចង់បានសូមទៅចំណុចនេះទាមទារយើងជ្រើសរើសសំណួរ3ហើយឆ្លើយនៅចម្លើយ3ដែលសមស្របការជ្រើសរើសសំណួរចម្លើយមិនសំខាន់ទេយើងយកសំណួរចម្លើយឆ្លើយសំណួរចម្លើយមួយណាក៏បានតែសំខាន់គឺយើងត្រូវចាំថានៅពេលនេះយើងបានយកសំណួរមួយណាហើយយើងឆ្លើយថាម៉េចស្របទៅតាមចម្លើយទៅតាមសំណួរហើយថ្ងៃក្រោយនៅពេលដែលយើងចង់ដូរ password ទាមទារឲ្យយើងឆ្លើយនៅសំណួរចម្លើយទាំងអស់នេះវិញបើយើងអត់ចាំទេយើងមិនអាចដូរ password បានទេបាទបាទរំលងដល់កន្លែងនេះទៅធ្វើវាយ email អ្នកធានាបាទបាទតាមចំណុចនេះคลิกលើពាក្យ agree ហើយ agree មួយទៀតគឺចប់ហើយបាទចប់ហើយគឺយើងបាន ID Apple នឹងហើយក៏ប៉ុន្តែខ្ញុំអត់ហ៊ានคลิกទៅទេព្រោះថាទូរស័ព្ទរបស់ខ្ញុំបង្កើតអស់4ហើយនៅសល់តែ1ទេអញ្ចឹងបើសិនជាខ្ញុំคลิกទៅទៀតគឺអស់ហើយអញ្ចឹងខ្ញុំសូមបង្ហាញថាប៉ុណ្ណឹងហើយមិត្តភ័ក្តិធ្វើដល់ចំណុចនេះគឺជោគជ័យហើយបាទគាត់ទៅคลิกលើពាក្យ agree នេះពាក្យ agree នេះបាទហើយ agree មួយទៀតទៅគឺបានហើយចប់ហើយបាទអញ្ចឹងទេខ្ញុំអត់ហ៊ានទេខ្ញុំសូមត្រឡប់ទៅក្រោយវិញបាទខ្ញុំសូមត្រឡប់ទៅក្រោយវិញបាទយើងដល់តាមចំណុចហ្នឹងគឺយើងបង្កើតចប់ហើយក៏ប៉ុន្តែយើងនៅមិនអាចត download បានទេបាទយើងត្រូវបំពេញលក្ខខណ្ឌមួយចំនួននៅ App Store ដើម្បីអាច download បានដូច្នេះខ្ញុំសូមបង្ហាញនៅលក្ខខណ្ឌមួយចំនួននៅ App Store ទៀតដើម្បីឲ្យមិត្តភក្តិ download បានដោយសារនៅពេលនេះខ្ញុំយកID របស់ខ្ញុំជាឧទាហរណ៍បាទខ្ញុំឧទាហរណ៍ ID របស់ខ្ញុំតែដូចគ្នាទេនៅពេលដែលមិត្តភក្តិបង្កើត ID បានហើយគឺចូលមក App Store ហើយចូលដល់កន្លែងនេះចូលនៅកន្លែងហ្នឹងគឺ click sign in ដល់ពេលដែលមិត្តភក្តិទៅជឿគឺ sign in ហើយគឺចុចទៅពាក្យ agree បន្ទាប់មក
នឹងបំពេញលក្ខខណ្ឌមួយចំនួនតែដល់ពេលនេះខ្ញុំសូមបង្ហាញលក្ខខណ្ឌមួយចំនួនទាំងអស់នោះនៅក្នុង ID របស់ខ្ញុំសូមទស្សនាបាទចឹងហើយថងចំណុចនេះទៅពេលដែលមិត្តភ័ក្តិទាំងអស់នេះចូលមកគឺចុចលើពាក្យ view report ID ហើយគឺលោតលើពាក្យ agree ហើយឲ្យយើងជ្រើសរើសបំពេញនៅព័ត៌មានទាំងអស់នេះថងចំណុចនេះគឺមកដល់ឲ្យមិត្តភ័ក្តិទាំងអស់នេះជ្រើសរើសនៅ store មួយណាដែលមិត្តភ័ក្តិទាំងអស់នេះចង់បានអញ្ចឹងបើសិនជាយើងយក store នៅថងចំណុចនេះបើមិត្តភ័ក្តិជ្រើសរើស store នៅប្រទេសណាគឺយើងคลิกលើប្រទេសនឹងហើយចុច next ក៏ប៉ុន្តែថងចំណុចនេះគឺខ្ញុំដោយសារតែ ID របស់ខ្ញុំបានបំពេញហើយអញ្ចឹងវាអត់ load អញ្ចឹងទេអញ្ចឹងវា load មកអញ្ចេះតែម្ដងអញ្ចឹងមិត្តភ័ក្តិដែលត្រូវបន្ទាប់ពីបំពេញ store ហ្នឹងហើយគឺត្រូវ load មកព័ត៌មានមួយនេះតែចំណុចនេះបន្ទាប់ពីជ្រើសរើស store ហើយគឺ load ចំណុចនេះសូមមិត្តភ័ក្តិទាំងអស់គ្នាជ្រើសរើសជាពាក្យ none កុំយក Visa card Mastercard អីយកពាក្យ none បាទយកពាក្យ none ហើយបំពេញឈ្មោះរបស់មិត្តភ័ក្តិទាំងអស់នេះមក address កន្លែងនេះហើយទាំងអស់នេះបាទ address ប៉ុន្តែបំពេញទៅតាមអាសយដ្ឋានរបស់មិត្តភ័ក្តិដែលមិត្តភ័ក្តិទាំងអស់នេះចង់បានបាទហើយលេខទូរស័ព្ទរបស់ខ្លួនឯងបាទបំពេញចប់ហើយចប់រួចរាល់ហើយចុច next បន្តទៀតបាទប៉ុន្តែរបស់ខ្ញុំគឺអត់អញ្ចឹងទេដោយសារតែខ្ញុំធ្វើហើយបាទចុច next ហើយគឺចប់ហើយ done តែប៉ុណ្្នឹងគឺមិត្តភ័ក្តិទាំងអស់គ្នាអាច download បានហើយបាទមកយូរម្លេះបាទតែប៉ុណ្្នឹងគឺមិត្តភ័ក្តិទាំងអស់គ្នាអាច download កម្មវិធីមួយចំនួននៅ App Store បានហើយបាទអរគុណសូមជម្រាបលា